ជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំអានអក្សរខ្មែរថ្នាក់ទី4មេនេះកុំភ្លេចចុច Subscribe ផងឲ្យមេដៃផងឲ្យមេដងហកល្យាមិត្តចូលអានអត្ថបទរកឆ្លើយនឹងសំណួរនៅសាលារៀនខ្ញុំមានមិត្តភក្តិច្រើនណាស់យើងស្រឡាញ់រាប់រកគ្នា3ដូចបងប្អូនរួមឧត្តរមិត្តខ្ញុំជាមិត្តល្អគួរឲ្យមានទំនុកចិត្តនិងការកក់ក្ដៅមិត្តល្អមានសន្តានចិត្តស្មោះសរបរិសុទ្ធឥតលាក់លៀមឥតពុតល្បុតយើងលើកសរសើរមិត្តដែលបានប្រព្រឹត្តល្អហើយពន្យល់ណែនាំមិត្តខ្លះដែលប្រព្រឹត្តខុសឆ្គងឲ្យមានចរិយាត្រឹមត្រូវអនុវត្តតាមការទូន្មានព្រានប្រដៅរបស់លោកគ្រូគ្រប់កាលៈទេសៈមិត្តល្អតែងជួយធុរៈគ្នាជួយឧបត្ថម្ភគ្នាឲ្យមានសេចក្តីសុខសេនសានយើងមិនដែលបោះបង់ចោលគ្នានៅគ្រាអាសន្នឡើយមិត្តល្អគឺជាកល្យាណមិត្តដូចនេះយើងយល់ថាកុលបុត្រកុលធីតាត្រូវពិនិត្យពិចារណាឲ្យបានច្បាស់លាស់មុននឹងចងស្ពានមេត្រីនឹងជនណាម្នាក់ពុទ្ធភិសិទ្ធមួយបានពោលថាត្រូវរាប់រកបុគ្គលិកល្អប្រកបដោយសម្បូរធម៌ដ៏ឧត្តមដែលមានលក្ខណៈជាកល្យាណមិត្តសំណួរ1តើសាលារៀនតើអ្នកមានមិត្តឬទេ2តើមិត្តរបស់អ្នកមានលក្ខណៈយ៉ាងណាខ្លះ3តើមនុស្សប្រភេទណាដែលយើងគួរយកជាមិត្ត4ក្នុងការរាប់រកមិត្តតើពុទ្ធសុភាសិតបានពោលថាដូចផ្ដិចលំហាត់ចូលស្រង់សព្វនាមចេញពីអត្ថបទអំណាននិងពន្យល់ពីរបៀបប្រើសព្វនាមការពណ៌នាមមិត្តល្អនីសាសួស្តីផានិតនេះគឺជាភិរុនជាមិត្តរបស់ខ្ញុំផានិតសួស្តីភិរុនរីករាយណាស់ដែលបានស្គាល់ឯងតើអ្នកទាំងពីរស្គាល់គ្នាយូរហើយមែនទេឬទេនីសាមែនហើយភិរុនជាមិត្តល្អរបស់ខ្ញុំភិរុនស្លូតបូតចិត្តល្អស្មោះត្រង់និងមានអធ្យាស្រ័យល្អចំពោះមិត្តភក្តិផានិតប្រសើរណាស់ពិតជាគួរឲ្យរាប់អានមែននីសាផលិតដឹងទេភិរុនរៀនពូកែណាស់ពេលទំនេរគេតែងបបួលមិត្តភក្តិធ្វើលំហាត់ឬចូលបណ្ណាល័យដើម្បីអានសៀវភៅផានិតខ្ញុំចូលចិត្តមិត្តបែបនេះណាស់ខ្ញុំសូមរាប់អានភិរុនផងបានទេភិរុនមានអីខ្ញុំរីករាយណាស់នឹងរាប់អានឯងឥឡូវយើងសូមបញ្ចប់រឿងនេះជំរាបលាអូនពូមីងទាំងអស់គ្នាហើយលោកគ្រូអ្នកគ្រូកុំភ្លេចចុច Subscribe អូនផងពីដៃផងបេះដូងជម្រាបលាបាយបាយ